ទាហានសៀមសម្លាប់ប្រជាជនស្លូតត្រង់កម្ពុជាក្នុងមួយថ្ងៃពីរនាក់បើគិតត្រឹមថ្ងៃទី12នេះបើគិតចាប់តាំងពីថ្ងៃទី7មកកងទ័ពសៀមបានបើកការវាយប្រហារមុនមកលើកងទ័ពនិងប្រជាជនស៊ីវិលកម្ពុជាតែប្រទេសកម្ពុជាមិនបានតតបជាមួយនឹងកងទ័ពសៀមទេត្រឹមតែការពារខ្លួនតែប៉ុណ្ណោះបើយើងគិតមកត្រឹមរសៀលថ្ងៃទី12ខែធ្នូឆ្នាំ2025នេះចំនួនប្រជាជនកម្ពុជាស្លាប់ដោយសារកងទ័ពសៀម11នាក់និងរងរបួសជាង66នាក់ក្នុងហេតុការណ៍នៅតំបន់ព្រំដែនដោយសារការបាញ់ប្រហារពីទាហានសៀមដែលជាជនស៊ីវិលកម្ពុជាក្នុងចំណោមជនស្លូតត្រង់ទាំង11នាក់ក៏មានទារកស្លាប់ម្នាក់ផងដែរក្នុងនោះនៅខេត្តឧត្តរមានជ័យស្លាប់4នាក់ខេត្តព្រះវិហារ1នាក់ខេត្តបន្ទាយមានជ័យស្លាប់6នាក់ដែលបង្ហាញពីភាពអមនុស្សធម៌របស់កងទ័ពសៀមការបាញ់ប្រហារឈ្លានពាននេះនៅតែបន្តមកទល់ព្រឹកថ្ងៃទី13នេះទោះជាមានអន្តរាគមន៍បទឈប់បាញ់ពីប្រធានាធិបតីអាមេរិកក៏កងទ័ពសៀមនៅតែបន្តបាញ់អាវុធគ្រប់ធន់មកលើកម្ពុជាយើងបានបង្កើតផលប៉ះពាល់ដល់ជនស្លូតត្រង់ដែលត្រូវភៀសសឹកដោយសារកងទ័ពសៀមបើកការវាយប្រហារចាប់តាំងពីថ្ងៃទី7មកដល់ពេលនេះគឺកើនឡើងជិត 90,000 គ្រួសារឬស្មើនឹង 30,000 នាក់បើតាមការសរុបទិន្នន័យរបស់ក្រសួងការពារជាតិបញ្ជាក់ថាជនភៀសសឹកសរុបរួមមានចំនួន 89,687 គ្រួសារដែលស្មើនឹងចំនួនប្រជាជនដែលបានភៀសសឹកគឺមានចំនួន 30,3213 នាក់ទាំងអស់នេះគឺស្ដែងអំពីទង្វើដ៏ព្រៃផ្សៃរបស់យោធាសៀមដែលបានបាញ់ប្រហារមកលើលំនៅឋានជនស៊ីវិលស្លូតត្រង់របស់កម្ពុជាចាប់តាំងពីថ្ងៃទី7ខែធ្នូឆ្នាំ2025ការវាយប្រហាររបស់យោធាសៀមទាំងកំរោលទៅតំបន់មិនមែនជាសមរភូមិនិងជាលំនៅឋានរបស់ប្រជាជនជីវិលបណ្ដាលឲ្យមានការបាត់បង់ជីវិតនិងរបួសជាច្រើនអ្នករួមទាំងជនស៊ីវិលស្លូតត្រង់ការបំផ្លិចបំផ្លាញផ្ទះសម្បែងរបស់ពួកគាត់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈនិងប្រាង្គប្រាសាទបេតិកភណ្ឌជាតិរួមទាំងប្រាសាទព្រះវិហារផងដែរការផ្ដោតគោលដៅវាយប្រហារលើតំបន់ស៊ីវិលដោយចេតនាដ៏ឥតរើសមុខពីសំណាក់កម្លាំងយោធាសៀមគឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់មនុស្សធម៌អន្តរជាតិជាពិសេសចំពោះកាតព្វកិច្ចរបស់ខ្លួនក្នុងការបែងចែកឲ្យបានច្បាស់រវាងគោលដៅស៊ីវិលនិងគោលដៅយោធាព្រមទាំងការហាមឃាត់មិនឲ្យមានការវាយប្រហារទៅជនស៊ីវិលទោះបីជាកម្ពុជារបស់យើងរងការរំលោភបំពានដ៏ធ្ងន់ធ្ងរនិងការវាយប្រហារជាបន្តបន្ទាប់ដែលធ្វើឲ្យកម្ពុជាធ្លាក់ក្នុងស្ថានភាពដ៏ផុយស្រួយនិងគ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរសម្រាប់កងទ័ពកម្ពុជាក៏បានអត់ធ្មត់និងមិនបានធ្វើការឆ្លើយតបរហូតដល់24ម៉ោងទោះជាយ៉ាងណាក៏ដោយក៏កងទ័ពថៃមិនបង្អង់ដៃដែរទាក់ទងនឹងយន្តការក៏ដូចជាកិច្ចព្រមព្រៀងដែលមានស្រាប់ដែលថៃនិងកម្ពុជាសុទ្ធតែជារដ្ឋភាគីរួមទាំងគោលការណ៍ច្បាប់អន្តរជាតិស្ដីពីការមិនកែប្រែព្រំដែនដែលបន្សល់ទុកពីសម័យអាណានិគមក៏ដូចជាសកម្មភាពរបស់ថៃគឺជាការរំលោភយ៉ាងពិតប្រាកដម្ដងហើយម្ដងទៀតលើកិច្ចព្រមព្រៀងឈប់បាញ់ថ្ងៃទី28ខែកក្កដាឆ្នាំ2025និងកិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួរដែលទើបតែចុះហត្ថលេខាថ្មីៗនេះនៅថ្ងៃទី26ខែតុលាឆ្នាំ2025ថៃបានប្រកាសផ្អាកជាឯកតោភាគីនិងបានបំផ្លាញស្មារតីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរតាមរយៈការបើកប្រតិបត្តិការយោធាឆ្លងព្រំដែនដោយផ្អែកលើផែនទីដែលគូសជាឯកតោភាគីដែលផ្ទុយពីផែនទីដែលទទួលស្គាល់ដោយភាគីទាំងពីរគឺផែនទីຂະຫນາດ1 លើ 200,000 តាមអនុសញ្ញាឆ្នាំ1904និងសន្ធិសញ្ញាឆ្នាំ1907រវាងបារាំងនិងសៀមដែលទទួលស្គាល់ដោយតុលាការអន្តរជាតិ ICJ នឹងត្រូវបានបញ្ជាក់ឡើងវិញដោយកម្ពុជានិងថៃនៅក្នុងអនុសារណៈនៃការយោគយល់គ្នាស្ដីពីការវាស់វែងនិងខណ្ឌសីមាព្រំដែនគោកចុះថ្ងៃទី14ខែមិថុនាឆ្នាំ2000ឬយើងហៅម្យ៉ាងទៀតថា MOU 2000ទោះជាយ៉ាងណាក៏ដោយក៏កងទ័ពកម្ពុជាមិនបានបន្តការអត់ធ្មត់ដោយគ្មានពេលវេលាកំណត់ដែរចំពោះការឈ្លានពានឥតឈប់ឈរដោយខុសច្បាប់កងទ័ពកម្ពុជាក៏បានវិបកទៅកងទ័ពសៀមវិញផងដែរសូមសំណាងល្អ